បាយស្រូបនៅម្ដុំអូស័យនេះគ្រាន់តែបើកទ្វារភ្លាមគឺដឹងតែមានភ្ញៀវហ្មងអ្នកម្ដុំហ្នឹងពីចង្ងាយអីចូលចិត្តណាបាយសាច់ជ្រូកសាច់មាន់របស់គាត់ឥឡូវហ្នឹងគឺគាត់មានបន្ថែមជាមួយនឹងបាយហើយណាំណាគឺបាយលឿងនេះទាំងអស់គ្នាជាមួយនឹងទឹកជ្រលក់ខ្ញីរបស់គាត់ហ្នឹងអូយរសជាតិអែមណាស់ហើយបើថាបាយសាច់ជ្រូកសាច់មាន់របស់គាត់ណាបើថាជាមួយវិញអ្នកដែលធ្លាប់ហូបកន្លែងហ្នឹងណាគឺដឹងតែណាត់គ្នាស្អែកទៅហូបទៀតអីសម្រាប់ខ្ញុំវិញចង់ហូបនឹងម្ដងគឺខ្ញុំត្រូវតែតស៊ូងើបពីព្រឹកហ្មងដោយសារតែអត់សូវចូលចិត្តងើបពីព្រឹកអីពេកទេប៉ុន្តែកន្លែងគាត់នេះគឺអូយគាត់លក់ដាច់ណាស់ដល់ពេលអញ្ចឹងទៅរៀងផឹកបន្តិចបានវាមានគ្រប់មុខដល់ពេលឥឡូវនេះគាត់មានបាយលឿងបាយស្ងោរបាយមាន់ហើយណាំនេះទៀតខ្ញុំនេះកាន់តែទៅណាអត់រួចហ្មងដោយសារតែវាមានគ្រប់មុខហើយបើនិយាយពីបាយមាន់របស់គាត់ហ្នឹងមាន់ជៀនមករបៀបឡើងទុនឆ្ងាញ់ហ្មងហើយគ្រឿងនិយាយទៅត្រូវគ្នាជាមួយនឹងអាជ្រក់របស់គាត់ម្ទេសរបស់គាត់ច្បល់ចូលគ្នាមកទាំងអស់គ្នាអើយញ៉ាំមួយចានគឺដឹងតែថែមបាយហើយមិនថាសាច់ជ្រូកឬក៏សាច់មាន់របស់គាត់ទេយើងញ៉ាំមកឡើងទុនឆ្ងាញ់ថ្មីហ្មងអារបៀបសាច់ថ្មីណាហើយកន្លែងនេះបើនិយាយពីសេវាកម្មជាមួយនឹងបុគ្គលិកអ្នកទាំងអស់គ្នាអត់មានឲ្យទាស់ចិត្តទេអ្នកលក់រស់រេរាក់តាក់ហើយសេវាកម្មរបស់គាត់លឿនមែនតើដោយសារតែកន្លែងដាក់បាយរបស់គាត់មានដល់2កន្លែងនិយាយទៅគឺយើងទៅដល់ហ្នឹងគឺអត់មានត្រូវចាំយូរឬក៏អង្គុយយូរអីទេចង់ហូបបាយសក៏បានបាយលឿងក៏បានមាន់ស្ងោរក៏បានមាន់ចៀនក៏បានសាច់ជ្រូកចៀនសាច់ជ្រូកអាំងនិយាយទៅគឺតាមចំណូលចិត្តអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំបាយរបៀបម៉េចគឺកន្លែងហ្នឹងគាត់មានហើយជាពិសេសជ្រក់របស់គាត់ម្ទេសរបស់គាត់ហ្នឹងញ៉ាំមកច្បល់គ្នាមកគឺត្រូវគ្នាមែនតើហើយអាខស្ពៃជូរនឹងកុំចោលឲ្យសោះអ្នកទាំងអស់គ្នាអើយឆ្ងាញ់ណាស់នេះហើយអាទឹកបាយមាន់ខ្ញីដែលគាត់ធ្វើមកទឹកជ្រលក់របស់គាត់ទឹកខ្ញីហ្នឹងណាអូយឆ្ងាញ់ណាស់ដល់ពេលជ្រលក់ជាមួយនឹងអាបាយមាន់អាសាច់មាន់របស់គាត់ហ្នឹងឡើងស្វិតឆ្ងាញ់មែនតើហ្មងសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបាយស្រូបកន្លែងហ្នឹងអញ្ចឹងបើសិនជាជាមួយអីហ្នឹងអាចជួយ comment មកបើសិនជាស្គាល់ទីតាំងកន្លែងហ្នឹងដែរណានៅខាងផ្សារអូស័យហ្នឹងគាត់លក់យូរឆ្នាំហើយលក់បែបតជំនាន់អញ្ចឹងណាហើយសម្រាប់ទីតាំងលម្អិតលេខទូរស័ព្ទអីបន្ថែមអាចតាក់ទងទៅបានចាំខ្ញុំដាក់នៅក្នុង comment បន្ថែមជូនណាអរគុណច្រើន